អភិបាលរងខេត្តកំពង់ចាមដាក់ផែនការរៀបចំសណ្ដាប់ធ្នាប់និងសោភ័ណភាពក្នុងក្រុងឲ្យរួចរាល់ត្រឹមខែមីនាឆ្នាំ2026លោកគុណសុភាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាមបានដាក់ចេញផែនការនិងបែងចែកក្រុមការងារដើម្បីរៀបចំសណ្ដាប់ធ្នាប់និងសោភ័ណភាពក្នុងក្រុងកំពង់ចាមឲ្យស្អាតរួចរាល់ត្រឹមខែមីនាឆ្នាំ2026ថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំក្រុមការងាររៀបចំសណ្ដាប់ធ្នាប់និងសោភ័ណភាពក្រុងកំពង់ចាមនាព្រឹកថ្ងៃទី25ខែធ្នូឆ្នាំ2025នៅសាលប្រជុំសាលាខេត្តកំពង់ចាមលោកគុណសុភាអភិបាលរងខេត្តបានបញ្ជាក់ថាយោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តនៃការបង្កើតក្រុមការងាររៀបចំសណ្ដាប់ធ្នាប់និងសោភ័ណភាពក្រុងកំពង់ចាមសូមធ្វើការបែងចែកជា3ក្រុមក្នុងនោះរួមមាន 1. ក្រុមការងាររៀបចំបណ្ដាញខ្សែភ្លើងនិងខ្សែកាបអុបទិកនិងសំណង់តាមដងផ្លូវក្រុមការងារនេះត្រូវរៀបចំផែនការការងារនៅតាមដងផ្លូវដូចជាឈ្មោះផ្លូវលេខផ្លូវប្រវែងផ្លូវរួចចុះអនុវត្តការងារទៅតាមផែនការនៃទីតាំងតាមដងផ្លូវនីមួយៗក្នុងក្រុងចាប់ពីខែមករារហូតដល់បំណាច់ខែមីនាឆ្នាំ2026ឲ្យរួចរាល់ 2. ក្រុមការងាររៀបចំបង្គោលភ្លើងសាធារណៈនិងដងទង់ជាតិក្រុមការងារនេះត្រូវរៀបចំផែនការនៅតាមដងផ្លូវដូចជាការដំឡើងបង្គោលកម្លាតបង្គោលជាដើមត្រូវមើលរៀបចំដងទង់ជាតិនៅតាមមាត់ទន្លេដែលមានកម្ពស់12ម៉ែត្រនិងទង់ក្រណាត់ចាប់ពីកូស្ពានគីហ្សូណារហូតដល់ស្ថានីយ៍បូមទឹកជ្រោយថ្មត្រូវណែនាំអ្នកមើលការឲ្យដកអំពូលភ្លើងចេញពីបង្គោលអគ្គិសនីដល់ឲ្យរៀបចំដាក់បង្គោលដែកដូចនៅខាងមុខសាលាខេត្តទាំងអស់ 3. ក្រុមការងារកាត់តុបតែងលម្អដើមឈើតាមដងផ្លូវក្រុមការងារនេះត្រូវតែចុះអនុវត្តកាប់លម្អមែកឈើតាមលក្ខណៈបច្ចេកទេសនៅតាមដងផ្លូវដែលគិតចាប់ពីគល់ឈើទៅលើកម្ពស់5ម៉ែត្រលើកម្ពស់នេះរក្សាទុកឲ្យដុះលូតតាមដំណើរចំពោះការប៉ះពាល់ខ្សែបណ្ដាញអគ្គិសនីមុននឹងកាត់ត្រូវពិភាក្សាគ្នានិងពេលកាត់មានការចូលរួមរបស់ក្រុមការងារលោកអភិបាលរងខេត្តបានបន្តថាចំពោះសមាជិកមន្ទីរអង្គភាពពាក់ព័ន្ធដែលមាននៅក្នុងសេចក្តីសម្រេចទាំងអស់គឺសូមចូលរួមដឹកនាំនិងសហការលើកិច្ចការងារជាប់ជាប្រចាំរហូតទទួលជោគជ័យ